ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបធ្វើគីមជីចាគ្រឿងផ្សំមានដូចខាងលើជាដំបូងគឺចាយើងចាប់ផ្ដើមកាត់ស្ពៃបូកគោរបស់យើងចាស្ពៃនៅស្រុកកូរ៉េហ្នឹងគឺធំណាចាយើងហែកអាស្លឹកណាដែលអត់ស្អាតនេះយើងហែកចេញទៅហើយយើងពុះវាជាពីរចាមកគុំនេះគឺធ្ងន់ណាស់មែនទែនចា7ទៅ8គីឡូចាបន្តមកទៀតហ្នឹងគឺយើងកាត់ចាយើងជាពុះវាបន្តិចចឹងទៅយើងហែកវាចឹងមកពុះវាស្ទើរហែកវាអត់មកដែរចារួចនេះខ្ញុំប្រើទឹក2លីត្រចាអំបិលក្រួសហ្នឹងយើងដាក់កន្លះខប់ចាយើងដាក់ហើយយើងកូរវាឲ្យអំបិលលាយរួចហើយដាក់ស្ពៃអញ្ចឹងទៅយើងដាក់អំបិលហ្នឹងរោយវាតាមស្ទាប់ចាយើងរោយវាឲ្យសព្វចឹងមកដើម្បីឲ្យស្ពៃរបស់យើងហ្នឹងវាដូចថាវាទ្រាំល្អចាចារួចនេះខ្ញុំផ្អាប់ទុករយៈពេល5ម៉ោងតែ2ទៅ3ម៉ោងម្ដងហ្នឹងគឺយើងមកមើលឲ្យប្រែវាចាអញ្ចឹង5ម៉ោងឃើញថាវាសពពល្អហើយយើងចាប់ដើមលាងទឹកចាយើងលាង2ទៅ3ទឹកទៅឲ្យភ្លក់មើលបើសិនជាវាសាបល្មមហើយហ្នឹងគឺចាយើងគ្រាន់តែទុកវាឲ្យស្រស់ទឹកទៅមុននឹងយកទៅប្រឡាក់ជាមួយនឹងគ្រឿងរបស់យើងចាយើងចាប់ដើមកូរម្សៅបបរត្នោតយើងហ្នឹងចារួចទុកវាឲ្យត្រជាក់ចាចាប់ដើមហាន់ឆៃថាវរបស់យើងខ្ទឹមបារាំងចានេះគឺដើមខាត់ដែលភាសាក្រិកហៅដើមខាត់វាស្រដៀងទៅនឹងស្ពៃហាងរបស់ខ្មែរយើងដែរចាបើសិនជាអត់មានទេបងប្អូនមិនបាច់ចាំដាក់ក៏បានដែរចាហើយបន្តទៅទៀតនោះគឺស្លឹកខ្ទឹមចាយើងហាន់វាប្រវែងប៉ុណ្ណឹងមកចាជាដំបូងនេះយើងដាក់បបរម្សៅត្នោតយើងនឹងចូលចាឲ្យដាក់បន្លែយើងទាំងអស់ហ្នឹងចូលចារួចចាក់ផ្អកកំពឹសខ្ទឹមចិញ្ច្រាំហើយនឹងខ្ញីចិញ្ច្រាំទឹកត្រីសម្រាប់ធ្វើគីមជីស្ករសបើសិនជាបងប្អូនមានទឹកឃ្មុំអាចប្រើទឹកឃ្មុំឬមួយក៏កិនដូចជាផ្លែសេរីដាក់ជំនួសស្ករសក៏បានដែរចាជាចុងក្រោយហ្នឹងគឺម្ទេសក្រហមចាគឺម្ទេសម៉ដ្ឋចាយើងច្បល់គ្រឿងយើងហ្នឹងចូលគ្នាឲ្យបន្លែយើងហ្នឹងទ្រាំចាឲ្យឡើងអញ្ចឹងទៅចាអញ្ចឹងយើងចាប់ផ្ដើមប្រឡាក់យកស្ពៃបកគោយើងមកប្រឡាក់ជាមួយនឹងគ្រឿងចាយើងប្រឡាក់វាឲ្យសព្វចឹងមកពេលដែលវាជូរហ្នឹងវាមានរសជាតិឆ្ងាញ់ចាចាប្រឡាក់វាឲ្យសព្វចឹងមកចារួចឲ្យយើងក្តោបវាឲ្យស្អាតចឹងមកចាំយកវាទៅរៀបនឹងក្នុងធុងដាក់គីមជីរបស់យើង
ចាឃើញថាគីមឈីយើងរួចរាល់ហើយអញ្ចឹងយើងអាចទុកនៅខាងក្រៅមួយយប់ឬមួយក៏បងប្អូននេះចូលចិត្តជូរខ្លាំងអាចទុក2យប់អីចឹងទៅចាំដាក់វានៅក្នុងទូដាក់គីមឈីឬមួយក៏ទូទឹកកកចាសូមអរគុណ